បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលជាអ្នកស្រឡាញ់និងមានជំនឿលើវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរយើងបាទដែលកើតឡើងអំពីធម្មជាតិបាទថ្ងៃនេះគឺជួបជាមួយខ្ញុំបាទទៀតដែរពុកម៉ែបងប្អូនខ្ញុំបាទបានមកកំសាន្តតាមព្រៃតាមចំការបាទហើយក៏បានមានបនិស័យបានជួបនឹងបញ្ញាក្អែកដើមមួយយ៉ាងបាទពុកម៉ែបងប្អូនដែលខ្ញុំគិតថាដើមនេះគឺកម្រសម្រាប់ខ្ញុំព្រោះឲ្យខ្ញុំអត់ធ្លាប់ជួបពីមុនមកអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយណាមួយដើមនេះគឺរដូវខែប្រាំងគឺគាត់ជ្រុះស្លឹកអស់ហើយពុកបងប្អូននៅសល់តែផ្លែបាទណានៅសល់តែផ្លែគាត់នេះផ្លែគាត់ចកោមចេះបាទណានេះខ្ញុំកាច់យកមកបង្ហាញជូនពុកបងប្អូនទស្សនានេះបាទនេះគឺលក្ខណៈផ្លែហ្នឹងគឺខ្ទុះធ្លាក់គ្រាប់ទៅក្រោមអស់ហើយពុកបងប្អូននេះផ្លែចកោមនេះបាទហើយផ្លែគឺលក្ខណៈតំប៉ែតតូចណាពុកបងប្អូននេះដល់ពេលគាត់ទុំទៅគាត់ខ្ទុះធ្លាក់ក្រោមទៅធ្លាក់គ្រាប់ទៅខាងក្រោមអស់ទៅបាទណានេះបាទនេះឬក៏ជាផ្ការបស់គាត់ណាពុកបងប្អូននោះបាទនោះចកោមអញ្ចឹងបាទហើយនេះគឺជាបញ្ញាក្អែកពុកម៉ែបងប្អូននេះបាទបញ្ញាក្អែកគឺមានមួយកំប្លោកធំបាទកំប្លោកតូចបាទនោះបាទណាតែខ្ញុំបាទនឹងធ្វើកិច្ចយកមួយកំប្លោកធំនេះសម្រាប់យកទៅគោរពបូជាយកទៅប្រើប្រាស់តាមផ្លូវអបិយជំនឿរបស់ខ្មែរយើងណាពុកម៉ែបងប្អូនបាទហើយប្រភេទដើមហ្នឹងគឺខ្ញុំបាទមិនធ្លាប់ជួបពីមុនមកពុកម៉ែបងប្អូនបាទណាហើយនៅខាងខ្ញុំណាគឺមានតែមួយដើមពីរដើមទេបាទណាបាទហើយបញ្ញាក្អែកនេះគឺពិសេសវិសាលតែម្ដងពុកម៉ែបងប្អូនដោយសារតែមានឃ្មុំធ្វើសំមុខនៅណាពុកម៉ែបងប្អូននោះបាទនោះនេះបាទនេះបាទឃ្មុំធ្វើសំមុខនៅតែឃ្មុំនេះសក់បាត់ហើយណាពុកម៉ែបងប្អូនសក់បាត់ហើយនេះសក់បាត់ហើយទៅនៅបង្គងនៅនឹងមេឃបញ្ញាក្អែកដើមនឹងតែម្ដងបាទណាហើយបញ្ញាក្អែកក៏ឆ្លោះល្អបាទពុកម៉ែបងប្អូនស្រស់បំប្រងតែម្ដងបាទនេះបាទនេះហើយបាទឃ្មុំធ្វើបង្គងនៅបាទនេះបាទនេះបាទតែសក់បាត់ហើយពុកម៉ែបងប្អូនអញ្ចឹងខ្ញុំបាននឹងសូមធ្វើការអនុញ្ញាតដើម្បីធ្វើកិច្ចយកបញ្ញាក្អែកនេះសិនណាពុកម៉ែបងប្អូនយកឲ្យខ្ញុំបាននឹងបង្ហាញចែកជូនពុកម៉ែបងប្អូនម្ដងទៀតបាទអរគុណបាទពុកម៉ែបងប្អូនឥឡូវហ្នឹងគឺខ្ញុំបានធ្វើកិច្ចយករួចរាល់អស់ហើយពុកម៉ែបងប្អូនបានមកដល់ខាងក្រោមវិញដែរបាទណាបាទនេះគឺបញ្ញាក្អែកស្រស់បំប្រងស្អាតមែនទែនពុកម៉ែបងប្អូនបាទហើយពិសេសត្រង់ថាមានឃ្មុំបាទធ្វើសម្បុកធ្វើបង្គងនៅនឹងមេឃបញ្ញាក្អែកបាទណានេះបាទតែឃ្មុំនឹងសក់បាត់ហើយណាពុកម៉ែបងប្អូនតែនៅបង្គងបាទគឺល្អវិសេសវិសាលបាទនេះដៃបញ្ញាក៏ធំគួរសមពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងណាពុកម៉ែបងប្អូនអរគុណច្រើនសម្រាប់ការគាំទ្រនិងតាមដានបាទសូមគោរពលា